នាពេលថ្មីៗនេះពិធីអបអរសាទរបញ្ចូលឆ្នាំថ្មីរបស់ជនជាតិតុងដែលជាបេតិកភណ្ឌវប្បធម៌អឺរ៉ុបថ្នាក់ជាតិចិនត្រូវបានប្រារព្ធឡើងនៅភូមិជនជាតិតុងចៅស៊ីងខេត្តគួយជូប្រជាជនក្នុងតំបន់និងអ្នកទេសចរមកពីទូទាំងប្រទេសបានជួបជុំគ្នាដើម្បីរីករាយជាមួយពិធីបុណ្យវប្បធម៌ដែលតំណាងឲ្យការប្រមូលទិន្នផលច្រើននិងការជួបជុំគ្នាក្នុងនាមជាភូមិជនជាតិតុងធំជាងគេនៅក្នុងប្រទេសចិនភូមិជនជាតិតុងចៅស៊ីងដែលមានស្ថាបនកម្មឈើដែលត្រូវបានថែរក្សាយ៉ាងល្អនិងមានទំនៀមទម្លាប់ប្រជាប្រិយដ៏សម្បូរបែបបានក្លាយជាទីកន្លែងស្នូលសម្រាប់ការប្រារព្ធពិធីបុណ្យនេះចំណុចលេចធ្លោនៃពិធីបុណ្យនេះគឺជាការប្រកួតវាស់ផ្ដាច់ព្រាត់នៃការប្រកួតលូស៊ឹងគឺឧបករណ៍ភ្លេងបំពង់គ្រឿងសីប្រពៃណីដែលមានក្រុមចំនួន25មកពីស្រុកសុងជៀងនិងស្រុកលីភីងខេត្តគួយជូនិងស្រុកសានជៀងភូមិភាគខ្វាងស៊ីបានប្រកួតប្រជែងគ្នាចំនួន97ជុំដើម្បីកំណត់អ្នកឈ្នះដែលមានសម្លេងភ្លេងលូស៊ឹងដ៏ពិរោះរណ្ដំពន្លឺឡើងពីពេញភូមិក្បួនដង្ហែប្រជាប្រិយដែលមានមនុស្សជាង500នាក់ចូលរួមគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រជាជនស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីកាន់អាហារដ៏ឈ្ងុយឆ្ងាញ់ដូចជាបាយដំណាបនិងស៊ុតក្រហមហើយការសម្ដែងដែលរួមបញ្ចូលគ្នានៅសិប្បកម្មជ្រលុបពណ៌ក្រមួនជាមួយនឹងម៉ូដទំនើបគឺជាចំណុចលេចធ្លោមួយនៅក្នុងព្រឹត្តិការណ៍នេះអ្នកទេសចរត្រូវបានអញ្ជើញឲ្យចូលរួមរាំរបាំប្រជាប្រិយជនជាតិតុងដើម្បីទទួលបទពិសោធន៍វប្បធម៌ជនជាតិតុងព្រឹត្តិការណ៍នេះមិនត្រឹមតែបង្ហាញពីភាពទាក់ទាញនៃបេតិកភណ្ឌវប្បធម៌អឺរ៉ុបរបស់ជនជាតិតុងប៉ុណ្ណោះទេថែមទាំងផ្ដល់នូវគំរូដ៏រស់រវើកនៃការបន្តស្នងវប្បធម៌ប្រពៃណីតាមរយៈការរួមបញ្ចូលប្រពៃណីនិងទំនើបកម្មនិងអន្តរកម្មរវាងជនជាតិនិងសាធារណជនផងដែរ